ចាប់ពីសម័យនៅខ្ពស់ផុតមេឃពេលខ្លាញខ្ញុំដូចលេងហេកមួយឆ្នាំពីរឆ្នាំដល់ស្លាប់ដូចសេកខ្ញុំនៅតែខ្លាំងតាំងជាចំហរាប់ខែឆ្នាំក៏ខ្ញុំនៅតែបន្តដល់ពេលបញ្ចប់ក៏ខ្ញុំនៅខាងសងមិនអាចគេមើលងាយទៅខ្ញុំរស់តាមដដរត់ចេញពីក្មេងលេងស្កេតហ៊ានលុកដៃចូល industry មួយឆ្នាំក៏ទៅតែមួយផ្លែកទម្រាំបានឈរចំណុចនេះ shout out to young boy T4P ដែលបង្កើតឲ្យមាន team មិន VD ក្មេងខ្ញុំនេះហ៊ានលុកចូល industry សម្លេងខ្ញុំពេលសាយលន់ចំបែកអំភ្លីលុកដៃត្រមមេឃជើងខ្ញុំជន់ដីមិនដាច់តែក្រោយហើយពេលមកយ៉ាគេណៃរឿងរ៉ាវច្រើនក៏ខ្ញុំលេងបំផ្លៃដល់ចូលផ្លូវនេះក៏ដាក់នាមជាកវីដល់មកជំរះបជីដល់ពេលត្រូវទាបស៊ីដល់ពេលត្រូវ clean to leave សម្រាប់ពុំមនុស្សក្បាលពីដោយអ្នកជីភ្នោក៏កកាយរោខ្ញុំជីក្រកណោកន្តិចសាក់សាប់មិនយល់លេងម៉ាដូនេះគឺជាឈ្មោះអាប៊ីមកពីដនេកចាប់ពីសម័យនៅខ្ពស់ផុតមេឃពេលខ្លាញខ្ញុំដូចលេងហេកមួយឆ្នាំពីរឆ្នាំដល់ស្លាប់ដូចសេកខ្ញុំនៅតែខ្លាំងតាំងជាចំហរាប់ខែឆ្នាំក៏ខ្ញុំនៅតែបន្តដល់ពេលបញ្ចប់ក៏ខ្ញុំនៅខាងសងមិនអាចគេមើលងាយទៅខ្ញុំរស់តាមដដរដូចជាកដាក់អសោបដូរពីក្រក់មកល្អបដូរពីលងឹតមកឈូឈរមនុស្សធម្មតាខ្លាចជាកម្មករបើមិនមានលើកកំពង់សន្តិសុខក៏ស្នងដោយកសិករបង្កើតកសិដ្ឋានដោយកម្មករដែលគេជួលបើកឡានដើម្បីកម្រៃផ្ទះជីវិតផ្ញើប្រាណលោកក្តីសម័យធ្វើឲ្យក៏ធ្វើបានមានគោលបំណងហ៊ានស៊ីហ៊ានសងសាច់ជីវិតខ្លួនឯងក៏ចង់ក្រខ្ញុំធ្លាប់គិតថា10ឆ្នាំប្រហែលដងលើដងវិថីរស់តាមកំឡុងធ្វើឲ្យជីវិតមានន័យទោះគ្មានអ្នកជាដុំក៏ភួនស្រាប់ទៅគ្មានសល់អីសល់តែដី2.4 ម៉ែត្រពេលខ្ញុំងើបពីដនេកចាប់ពីសម័យនៅខ្ពស់ផុតមេឃពេលខ្លាញខ្ញុំដូចលេងហេកមួយឆ្នាំពីរឆ្នាំដល់ស្លាប់ដូចសេកខ្ញុំនៅតែខ្លាំងតាំងជាចំហរាប់ខែឆ្នាំក៏ខ្ញុំនៅតែបន្តដល់ពេលបញ្ចប់ក៏ខ្ញុំនៅខាងសងមិនអាចគេមើលងាយទៅខ្ញុំរស់តាមដដររត់ចេញពីក្មេងលេងស្កេតហ៊ានលុកដៃចូល industry មួយឆ្នាំក៏ទៅតែមួយផ្លែកទម្រាំបានឈរចំណុចនេះ shout out to young boy T4P ដែលបង្កើតឲ្យមាន team មិន VD ក្មេងខ្ញុំនេះហ៊ានលុកចូល industry សម្លេងខ្ញុំពេលសាយលន់ចំបែកអំភ្លី